ก็ថ្ងៃនេះអាត្មាមកប្រាប់ពីរបៀបដែលយើងដោនឡូតអាវទុកប្រើក្នុងកម្មវិធីរបស់យើងនោះដែលកម្មវិធីយើងកែរូប 4x6 ជាងថ្ងៃនេះអាត្មាមកលម្អិតកែរូបហើយដាក់ខោអាវយើងចូលជាងដើម្បីយើងទៅរករូបយើងបានញោមចូលក្នុង website មក website មួយណាក៏បានដែរដល់ពេលដែលយើងចូលក្នុង website ហើយយើងចូលក្នុងកម្មវិធី Pinterest នេះឬក៏ website មួយណាក៏បាន Google អីក៏បានដែរជាងខោអាវយើងទៅរកខោអាវនេះខោអាវហ្នឹងខោអាវដែលយើងពេញចិត្តណាដោយសារអានេះគឺអាត្មាសើចហើយដល់ពេលសើចហើយវានៅកន្លែងហ្នឹងមិនតែបើញាតិញោមអត់បានសើចគឺវាអត់មាននៅក្នុងហ្នឹងទេអញ្ចឹងដើម្បីយើងសើចរកខោអាវទៅជាងបានអញ្ចឹងញាតិញោមវាយអក្សរតាមអាត្មាមកនេះអក្សររបស់វានេះញាតិញោមវាយអក្សរហ្នឹងមកហើយញោម enter មកគឺវាចាញ់ឲ្យយើងហើយ note ហ្នឹងសិតតែអាវដែលយើងកាត់តដើម្បីយើងយកទៅកែរូបហ្នឹងបងនេះច្រើនហើយជាងញោមមើលទៅក៏អាវណាដែលញោមពេញចិត្តដើម្បីយើងចង់យកទៅកាត់តរូបភាពរបស់យើងហើយក៏អាវណាដែលយើងខ្វះខាតយើងដោនពីហ្នឹងទៅដល់ទីអាត្មាចង់បាននេះអាវនេះមួយទៅអាវហ្នឹងទៅជាងអាត្មាចូលលើវាមកប៉ុន្តែអាវនេះជាប់ logo របស់គេនេះឥឡូវសាក់តេស្តមកបើជាប់ logo អញ្ចឹងយើងយកទៅកាត់ខាងនោះបានអត់អានេះយើងតេស្តជាក់ស្ដែងបើថាយើងជាប់ logo យើងអាចទៅរកខោអាវណាដែលអត់មាន logo ទៅជាប់ logo របស់គេឬក៏អាវនេះខោអាវនេះក៏បាននេះក៏បានអានេះយើងតេស្តជាក់ស្ដែងយកអាត្មាថាយកអាវនេះទៅអាវនេះមានដូចគ្នាមករូបស្រីនេះរូបស្រីអត់មានទេនេះជាងយើងអាចចូលក្នុង Photoshop កាត់រូបនឹងចោលតិចទៅយើងយកទៅអាវបានទេតែឥឡូវអាត្មាអត់កាត់ទេអាត្មាទៅរកអាវស្រាប់មកនេះគិតអាត្មាគិតថាយកខោអាវនេះទៅអញ្ចឹងអាត្មាចុចមកស្ដាំលើវាទៅមានកន្លែងទុកឲ្យយើង save នេះហើយអាត្មា save មកដាក់ desktop ទៅញាតិញោម save ដាក់កន្លែងណាក៏បានដែរដល់ពេលដែលយើង save បានយើងចូលមកមើលស៊ីត្រីនេះអាវហ្នឹងវាច្បាស់ហើយប៉ុន្តែអាត្មាលើកឧទាហរណ៍អាវហ្នឹងអត់ច្បាស់នេះអាត្មាមានអាវមួយដែលអាត្មាដោនហើយនេះអញ្ចឹងញាតិញោមទាញមកតាមហ្នឹងមកដូចជានៅក្នុង desktop នេះអាវហ្នឹងវាអត់ច្បាស់ដល់អញ្ចឹងយើងយកទៅកាត់តវាអត់ស្អាតដែរអញ្ចឹងដើម្បីយើងចង់ឲ្យអាវនេះច្បាស់បានដូចនេះដូចរូបមួយនេះអាហ្នឹងមិនមែនទេនេះមកដោននៅកន្លែងណាទេដាក់ផ្លេចទៀតជាក្នុងរូបភាពក្នុង download នេះដល់ពេលដែលយើងនេះហើយវាស្អាតជាងវា quality វាខ្ពស់ហ៎ pixel របស់វាច្រើនអញ្ចឹងដើម្បីបានរូបបានញោមចូលកម្មវិធីរបស់យើងមកពេលដែលញោម download ខោអាវនោះហើយអញ្ចឹងយើងចូលមកក្នុងកម្មវិធីយើងហើយយើងយកមកកែអាវយើងឲ្យច្បាស់វិញដើម្បីកែអាវឲ្យច្បាស់ញោមចូលក្នុងនេះកន្លែងមួយនេះកន្លែង tool មួយនេះមកជាងញោមចុចចូលមកហើយចូលក្នុងនេះមកអញ្ចឹងយើងទៅរកខោអាវដែលយើង download មកយើងទុកនៅកន្លែងណា
cái aoដែលអាត្មា download អាត្មាទុកแบบនេះនេះខ្ញុំមើលគុណភាពវាមើលអត់ច្បាស់ទេអញ្ចឹងដើម្បីឲ្យវាច្បាស់បានខ្ញុំចូលកន្លែងនេះមកភាពច្បាស់ 4K 8K អញ្ចឹងអាត្មាយក 8K ចាំបន្តិចទៅអូពេលដែលយើង generate ហើយនេះវាច្បាស់ជាងមុនណានេះដល់ពេលយើង generate ឲ្យវាច្បាស់ជាងហើយយើង down វាមកនេះចុចកន្លែងនេះមកហើយចឹងរូបយើងវា down មកនេះយកមើលនេះឃើញគុណភាពវាច្បាស់អញ្ចឹងយើងច្បាស់ជាងហើយដើម្បីយើងយកដាក់រូបរបស់យើងចូលមកកន្លែងកែរូប 4x6 វិញនេះវីដេអូនេះគឺលម្អិតនៅកន្លែងកែរូប 4x6 អញ្ចឹងយើងចូលកន្លែងនោះមកយើងដើម្បីយើងទៅរើសរូបរបស់យើងឡូទីហើយអាត្មាចង់បានរូបយកនេះទៅគាត់ភេទស្រីអញ្ចឹងយើងដាក់ស្រីមកខាងនេះប្រុសហើយគាត់វ័យគាត់មិនចាស់ពេកទេវ័យកណ្ដាលយើងដាក់កណ្ដាលមកកន្លែងនេះក្មេងកន្លែងនេះសម្រាប់មនុស្សធំហើយកន្លែងនេះធ្លាប់តែយើងដាក់ខោអាវដែលមានស្រាប់នេះកន្លែងហ្នឹងខោអាវដែលគេដាក់ឲ្យយើងស្រាប់ប៉ុន្តែខោអាវហ្នឹងយើងអត់ពេញចិត្តអញ្ចឹងយើងចង់បានអាវដែលយើងខោអាវដែលយើងដោតមកមិញហ្នឹងអញ្ចឹងយើងចូលកន្លែងនេះមកចុចលើវាមកហើយយើងទៅរកអាវដែលយើងដោតមកនេះយើងបានមកនេះដល់ពេលបានមកអញ្ចឹងយើងកន្លែងនេះយើងដាក់នៅដដែលក៏បានដែរហើយកន្លែងនេះតាក់ទងជាមួយសក់នេះដាក់ប្រុសក៏បាននេះកន្លែងនេះប្រុសក៏បានស្រីក៏បានហើយកន្លែងនេះសម្រាប់មនុស្សស្រីសក់វែងយើងអាចដាក់សក់ខ្លីមនុស្សស្រីសក់ខ្លីអាចដាក់សក់វែងកន្លែងនេះសម្រាប់សក់វែងហើយនេះសក់ចងសក់អីចឹងទៅហើយអានេះដូចគ្នាអានេះសម្រាប់សក់ដាក់ខាងក្រោយអីនឹងឯងហើយ1 2 3 4នេះគឺសម្រាប់មនុស្សប្រុសសក់មនុស្សប្រុសណា4ហ្នឹងប៉ុន្តែបើកន្លែងនេះប្រុសក៏បានស្រីក៏បានប្រុសក៏បានស្រីក៏បានដោយសារកន្លែងនេះមានសក់នៅដដែលកន្លែងផ្លាស់ប្ដូរសក់បន្តិចហើយកន្លែងនេះគឺយើងបដូរ background យកផ្ទាំងពណ៌ខៀវពណ៌សពណ៌អីហ្នឹងហើយកន្លែងនេះគឺ background ផ្ទាំងពណ៌ខៀវនេះកន្លែងហ្នឹងពណ៌ខៀវដូចអញ្ចឹងតែឆ្លេកកន្លែងនេះហើយកន្លែងនេះ background ពណ៌សហើយកន្លែងនេះពណ៌ដូចចង់ផេះហើយកន្លែងនេះពណ៌ខៀវស្អាតដែលយើងនិយមយកពណ៌ខៀវហ្នឹងយកប្រើប្រាស់ប៉ុន្តែអាត្មាសូមបញ្ជាក់បើញោមចង់បាន background ហ្នឹងកាត់ background ឲ្យស្អាតណាអញ្ចឹងញាតិញោមកុំថតពេលដែលញោមថតកុំថតយក background ពណ៌ខៀវយកពណ៌សឬក៏ពណ៌ផេះឬក៏ពណ៌អីផ្សេងទៅដើម្បីយើងកាត់យក background ពណ៌ខៀវស្អាតបើញោមថត background ពណ៌ខៀវហើយញោមកាត់ពណ៌ខៀវក្នុងនេះវាអត់កាត់ឲ្យទេមានន័យញោមថតមកមិន background នោះចឹងដែរដោយសារ AI វាចំគាត់ថាហ្នឹងពណ៌ខៀវទៅហើយអញ្ចឹងវាអត់កាត់ឲ្យអញ្ចឹងអាត្មាយកពណ៌សមក background ពណ៌សអញ្ចឹងយើង generate មកនេះបានរូបយើងមកស្រេចហើយកន្លែងមុនគាត់នេះមុនច្រើនអីហ្នឹងយើងអាចថែមថយនៅកន្លែងនេះបានថែមកន្លែងតិចទៅតែអាត្មាអត់ថែមទេអាត្មាគិតថាប៉ុណ្្នឹងបានហើយដោយសារយើងកំលុបអស់ពេកហើយអញ្ចឹងដល់ពេលយើងបានអញ្ចឹងយើងចូលកន្លែងមក download អានេះ download ដើម្បីយើងយកទៅកែក្នុង Photoshop អីថែមទៀតអញ្ចឹងណាហើយកន្លែងនេះសម្រាប់យើងចូលមើលនេះឃើញទេយើងចូលមើលទូចធំណានេះខ្ញុំមើលមើលអត់បែកទេរូបខោអាវយើងក៏ស្អាតដែរមិញអញ្ចឹងមុនដែលយើងធ្វើយើងនេះខោអាវយើងឲ្យស្អាតសិនមកនេះកន្លែងនេះ down ដែរកន្លែងនេះ down ជា
JPG PNG web ចឹងអាអត់ down ទេអាចូលកន្លែងនេះប្រាប់វិញកន្លែងនេះដើម្បីយើងចង់រូបនឹងយើងកែក្នុងនេះចង់យើង print កាត់បដោយចឹងយើងចូលកន្លែងនេះនេះកន្លែងរៀបរូបណាកន្លែងហ្នឹងនេះហើយកន្លែងនេះដូចអាប្រាប់ពីមុនចឹងអានេះយើងចង់បានឧទាហរណ៍យើងចង់បានរូបហ្នឹង 3x4 នេះយើងចង់បានរូបនេះ 4x6 នៅកន្លែងនេះហើយកន្លែងនេះយើងចង់បានរូបយើងជ្រុងកន្លែងនេះយើងចង់បានរូបយើងផ្ដេកកន្លែងនេះចង់បានរូបពីឈរអីចឹងណាកន្លែងហ្នឹងមានន័យថាកន្លែងហ្នឹងຂະຫນາດកន្លែងហ្នឹងយើងម្រាំឲ្យក្តាស់ឈរក្តាស់ផ្ដេកកន្លែងហ្នឹងប៉ុន្តែនេះក៏មានហើយស្រាប់ដែរនេះហើយកន្លែងហ្នឹងយើងវាយຂະຫນាតរបស់យើងចូលមកក្តាស់ផ្ដេកក្តាស់ឈរអីលើកន្លែងហ្នឹងឯងហើយយើងចង់ព្រៀនក្តាស់ឈរយើងដាក់នេះមកយើងចង់ព្រៀនក្តាស់ផ្ដេកដាក់នេះមកហើយកន្លែងនេះមានຂະຫນាតគេកំណត់ឲ្យស្រាប់10x15 សង់ទីម៉ែត្រហើយមានកែរូបកាត់រូប 3x4 4x6 ឬក៏3រូប 4x6 4រូប 3x4 អញ្ចឹងយើងតេស្តមួយមកនេះវាកាត់ឲ្យយើងណាអាហ្នឹងរូប 3x4 ដល់រូប 4x6 បានតែ3រូបទេនេះយើងតេស្តខ្លួនឯងអញ្ចឹងយើងមើលកន្លែងនេះវាមានຂະຫນាតរបស់វា 13x18 A4 A5 អញ្ចឹងចង់បាន A4 យើងចូលមកកន្លែង A4 មកហើយយើងចង់បានរូប 4x6 យើងចុច 4x6 ចាញ់មកកន្លែងហ្នឹងណាហើយអញ្ចឹងបើយើងចង់ download រូបហ្នឹងយើង down មកកន្លែងហ្នឹងមកនេះនេះដល់ពេលយើង down បានណាឃើញទេរូបអត់បែកនិយាយរូបស្អាតហើយតែប៉ុណ្ណេះយើងស៊ីលុយហើយបើថារូបនេះយើងមើលទៅអត់ស្អាតទេយើងចូលក្នុង Photoshop យើងតម្រាំកាត់តិចសិនមកកាត់យកប្រមនេះមកគឺស្អាតណាស់អានេះសម្រាប់យើងភ្ចូលអាវអូកន្លែងហ្នឹងសម្រាប់យើងភ្ចូលអាវនេះណាបាត់ហើយនេះសម្រាប់ភ្ចូលអាវច្រឡំសម្រាប់ចូលអាវនៅកន្លែងនេះហើយមានខ្ញុំគាត់ឆ្ងល់គាត់ថាចូលហើយដល់ពេលចាញ់វិញចាញ់មិនកើតគុណនេះឧទាហរណ៍គាត់ចូលកន្លែងនេះគាត់ចង់ចាញ់គាត់ថាសូត្រតែចាញ់វិញចាញ់ដល់កន្លែងដើមវិញចាញ់មិននេះសញ្ញារបស់វានេះខ្ញុំវៃឡើយមានន័យថាត្រឡប់ក្រោយវិញខ្ញុំចុចមកត្រឡប់មកក្រោយនេះឃើញទេកន្លែងហ្នឹងជាងអាហ្នឹងវីដេអូលម្អិតអំពីយើងកែរូបដាក់ខោអាវចូលហើយកន្លែង prompt នេះខ្ញុំអាចចង់ឲ្យវា generate អាវអីផ្សេងក៏បានដែរខ្ញុំសរសេរ prompt ក្នុងហ្នឹងប៉ុន្តែថ្មអត់ចេះសរសេរ prompt ទេអញ្ចឹងខ្ញុំតែខ្លួនឯងទៅកន្លែងហ្នឹងអូ